បាទបងប្អូនវីដេអូនេះដែរខ្ញុំសូមផ្សាយជូនបងប្អូនដែលធ្លាប់រស់នៅនិងធ្វើការនៅកំពង់ផែប្រមុំមីកន្លងមកដែលពួកគាត់បានវិលត្រឡប់ទៅនៅស្រុកខ្មែរវិញគាត់បានឆាតសំណូមពរខ្ញុំថាពូអើយចាំខ្ញុំបានអត់ខ្ញុំនៅផែតាំងថៃខ្ញុំមើលវីដេអូពួកឯងណោះកន្លែងនោះណាពូអើយខ្ញុំចូលចិត្តមើលវីដេអូគាត់ណាតែគាត់បង្ហោះគឺខ្ញុំឃើញខ្ញុំមិននិយាយថាពូហើយធ្លាប់នៅនោះ10ឆ្នាំហើយឃើញខ្ញុំសំណោះណាកន្លែងខ្ញុំធ្លាប់រស់នៅអូតកែខ្ញុំដាក់ប៉ាយលក់ផែពូនេះបាទតែបានទៅហើយពូអើយចាប់ហើយនៅតែនឹកឃើញនុសាអញ្ចឹងឃើញប្រម៉ងឃើញពុទ្ធថៃឃើញអ៊ីស៊ូនអ៊ីសេវែនមិនកន្លែងរាសាំងខ្ញុំធ្លាប់ដើរទៅសេវែនទៅអីចឹងសំណោះណាឃើញបងឯងថតអូយខ្ញុំមើលពេលណាក៏ដោយខ្ញុំចង់តែទឹកភ្នែកមកឃើញថតហោះចនសើមកពូអើយខ្ញុំចង់មើលណាខ្ញុំនឹកអ៊ីណុងណាខ្ញុំពិតជាយល់អារម្មណ៍មួយនេះច្បាស់ណាស់ជារឿងធម្មតាសម្រាប់មនុស្សដូចយើងកាលណាយើងធ្លាប់រស់នៅទីកន្លែងណាមួយយូរឆ្នាំអនុស្សាវរីយ៍និងការចងចាំជាច្រើនដែលយើងមានការនឹករលឹកមិត្តភ័ក្តិរួមការងារទីកន្លែងដែលធ្លាប់រស់នៅនិងធ្វើការព្រោះតែចំនួនព្រំដែនធ្វើឲ្យបងប្អូនខ្លះត្រូវលះបង់ការងារបង្ខំចិត្តវិលត្រឡប់ទៅនៅផ្ទះវិញខាតបង់ផលប្រយោជន៍និងប្រាក់ខែដែលជាចំណូលប្រចាំពីមិត្តដែលធ្លាប់ស្និទ្ធស្នាលប្រែក្លាយទៅជាខឹងស្អប់គ្នាដោយសារតែភាពរើសអើងពូជសាសន៍មើងងាយមិនឲ្យតម្លៃគ្នានិងគ្មានការបែងចែកអ្វីខុសអ្វីត្រូវប្រកបណាស់គ្មាននរណាម្នាក់ចង់ចំណាក់ស្រុកឃ្លាតឆ្ងាយពីគ្រួសារផ្ទះសម្បែងស្រុកកំណើតខ្លួននោះទេដោយសារតែភាពចាំបាច់និងសេដ្ឋកិច្ចគ្រួសារនិងដើម្បីបំពេញបំណងក្តីសម័យដែលខ្លួនមានទើបបង្ខំចិត្តចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេស